មែនថាមិនឲ្យចេះតថ្លៃទេទាំងអស់គ្នាប៉ុន្តែយើងតថ្លៃត្រូវមើលកលៈទេសៈត្រូវមើលទីកន្លែងដែរយើងមិនអាចថាអូឧទាហរណ៍ថាយើងដើរនៅក្នុងផ្សារទិញបន្លែអាហ្នឹងយើងតថ្លៃអត់ខុសទេតែបើសិនជាយើងចូលហាងដែលគេ brand ដែលគេដាក់តម្លៃហើយយើងមិនអាចយកកាបូបនឹងមួយឧទាហរណ៍ណាឬក៏កៅអៅនឹងមួយហើយទៅតថ្លៃគេបានទេហើយចំពោះការសិក្សារត់តែមិនអាចតថ្លៃបានទៀតយើងមើលទៅអានឹងស្រេចទៅលើការជ្រើសរើសរបស់យើងរៀងខ្លួនតើបើសិនជាយើងមើលថាអូការរៀនរបស់គេហ្នឹងវាមិនតំណងវាអត់សមនឹងតម្លៃគេដាក់ហ្នឹងសោះมันបាច់តថ្លៃទេទៅរកកន្លែងផ្សេងអានេះខ្ញុំនិយាយអញ្ចឹងមកទៅដោយសារបងមួយចំនួនទូចអញ្ចឹងណាគាត់ឆានមកខ្ញុំអញ្ចឹងគាត់មិនមែនតាមដានខ្ញុំទេគាត់មិនមែនដឹងទឹកដៃខ្ញុំតាមការខ្ញុំចែករំលែកវីដេអូការបរៀនរបស់ខ្ញុំអីទេប៉ុន្តែគាត់ឆាន់មកនៅតែគាត់ថាជំនាញកញ្ចក់តាមមុខសោះថ្លៃម៉េះតម្លៃប៉ុណ្ណឹងថ្លៃគេផ្សេងតម្លៃតែប៉ុណ្ណេះគេបានអ៊ុតសក់ផងគេបានផាត់មុខផងគេបែបសាឡនអញ្ចឹងណាហើយកន្លែងខ្ញុំมันអាចបើកទឹកកញ្ចក់បានទេបើកទឹកកញ្ចក់គឺអត់រស់ទេខ្ញុំមានអ្នកដែលនិយាយដល់ថ្នាក់ហ្នឹងទៀតបើកទឹកកញ្ចក់មួយមុខអត់រស់ហើយគាត់កំពុងតែមកនិយាយជាមួយអ្នកដែលបើកតែកញ្ចក់ហើយរស់ធម្មតាពេលខ្លះទាំងអស់គ្នាខ្ញុំខឹងគាត់ទៅឡើងចង់សើចហ្មងណាម៉ែថាខឹងចង់ចែណាអត់ទេដល់ពេលខឹងគាត់អញ្ចឹងទៅខ្ញុំឡើងចង់អង្គុយសើចប្រយខ្ញុំថាបងបើកទឹកកញ្ចក់មិនមកមុខមិនរស់ប៉ុន្តែបងកំពុងតែនិយាយជាមួយអ្នកដែលបើកកញ្ចក់តែមួយមុខហើយគេរស់ធម្មតាតាមប៉ុន្តែក្នុងចិត្តចង់និយាយប្រាប់គាត់ថាចេះបងខ្ញុំបើកទឹកកញ្ចក់តែមួយមុខតែខ្ញុំអត់ទាន់ងាប់ទេប៉ុន្តែក៏មកតែយើងវាឆ្លើយអញ្ចឹងណាទាំងអស់គ្នាអូយខ្ញុំនៅតែចង់សើចខ្ញុំនិយាយមែនណាខ្ញុំខឹងគេខ្ញុំចង់សើចហ្មងណាចំពោះការសិក្សាមួយហេតុអីខ្ញុំថាតថ្លៃអត់បានយើងជ្រើសរើសដោយខ្លួនឯងទៅមើលកន្លែងហ្នឹងដែលថាការតម្លៃរបស់គេរៀងខ្ពស់មែនតែតម្លៃនៃការសិក្សារបស់គេគឺត្រូវជាមួយនឹងការបរិញ្ញាបត្ររបស់គេចំណេះជំនាញមកឲ្យយើងហើយយើងកុំមើលតែប៉ុណ្្នឹងយើងកុំស្ដាប់តែគេនិយាយយើងអាចទៅមើលកន្លែងគេដូចកន្លែងខ្ញុំអញ្ចឹងណាក៏ខ្ញុំតម្រូវឲ្យសិស្សមកមើលសិនបានន័យថាមកស្ដាប់ព័ត៌មានពីខាងខ្ញុំថាការសិក្សាហ្នឹងមានអីគេខ្លះខ្ញុំផ្ដល់ជូនចំពោះសម្ភារៈហ្នឹងឯគេខ្លះមេរៀនចំពោះឯគេខ្លះឲ្យមេរៀនឯគេជាក់ស្ដែងឲ្យខ្ញុំឲ្យមកមើលសិស្សខ្ញុំដែលគាត់កំពុងតែរៀនផ្ទាល់នឹងទៀតថាតើគាត់ដែលរៀនចិត្តចប់ហើយនឹងគាត់ទៅតែចាប់ផ្ដើមបានពាក់កណ្ដាលហ្នឹងគាត់ទទួលបានម៉ូដឯគេខ្លះទឹកដៃគាត់របៀបមិនទៀតឲ្យច្បាស់លាស់សិនព្រោះទឹកដៃសិស្សគឺបញ្ជាក់ពីការបរៀនរបស់គ្រូហើយជាទូទៅចឹងហើយខ្ញុំចង់ឲ្យគាត់មកមើលទឹកដៃសិស្សខ្ញុំទៀតថាតើសិស្សខ្ញុំដែលគាត់ចូលមកអត់ចេះសោះអត់ស្គាល់ជក់សោះអត់ស្គាល់សម្បីតែថ្នាំកញ្ចក់អត់ស្គាល់សម្បីតែកត្រៃកាត់សាច់សោះតែគាត់អាចកាត់សាច់បានស្អាតគាត់អាចលាបពណ៌បានស្អាតគាត់អាចច្នៃម៉ូដ trend ថ្មីបានស្អាតនៅក្នុងថ្នាក់ខ្ញុំខ្ញុំចង់ឲ្យគាត់មកមើលដើម្បីឲ្យគាត់ដឹងថាការបរៀនរបស់ខ្ញុំនឹងរបៀបម៉េចខ្ញុំយកចិត្តទុកដាក់ចំពោះសិស្សរបស់ខ្ញុំនឹងរបៀបម៉េចតើតម្លៃប៉ុណ្ណឹងខ្ញុំចែករំលែកខ្ញុំផ្ដល់ជូនចំណេះជំនាញរបស់ខ្ញុំទៅគេនឹងរបៀបម៉េចឲ្យគេទទួលបានលទ្ធផលដែលគេទទួលបានណាតើវាសមនឹងតម្លៃនឹងទេគួរឲ្យចូលរៀនទេគួរឲ្យទុកចិត្តទេជំនាញអត់ដូចការទិញរបស់របរទេបើយើងទិញរបស់របរឧទាហរណ៍ណាយើងទិញទឹកអប់ម្ដងតម្លៃ100ជាងចុះទឹកអប់អាប្រែនណាតម្លៃ100ជាង200ជាងអីចឹងតយើងបាញ់ទៅវាគង់តែអស់ទេតែជំនាញនេះមួយយើងយកលុយមកបង់5 600 7 800ចុះឧទាហរណ៍តែយើងយកលុយពីជំនាញហ្នឹងគឺអត់ចេះចប់ហ្មងយើងអាចរកលុយពីជំនាញហ្នឹងវិញបានមួយជីវិតហ្មងបងប្អូនខ្ញុំហ៊ាននិយាយចឹងហ្មងដូចខ្ញុំរាល់ថ្ងៃចឹងគឺខ្ញុំចេះតែកញ្ចក់ទេដូចខ្ញុំនិយាយខាងដើមចឹងខ្ញុំចេះតែកញ្ចក់តាមមួយមុខប៉ុន្តែខ្ញុំអាចរកបានពីកញ្ចក់ហ្នឹងគឺច្រើនគឺអាចថាមកចិញ្ចឹមខ្លួនខ្ញុំរស់ហ្មងតែច្រឡំឃើញថាខ្ញុំបើកហាងពីររាល់ថ្ងៃហ្នឹងមានអ្នកផ្ទះខ្ញុំជួយផ្គត់ផ្គង់អីទៅអត់ទេទាំងអស់គ្នាខ្ញុំគឺជាកូនកព្រាខ្ញុំមានឪពុកម្ដាយទេខ្ញុំតស៊ូដល់ខ្លួនឯងសុទ្ធសាធតែម្ដងដើមទុនរបស់ខ្ញុំគឺ$50គាត់បើកហាងហ្នឹងដូចខ្ញុំធ្វើវីដេអូកាលលោកមុនអញ្ចឹងហាងហ្នឹងគឺខ្ញុំផ្សេងហ្នឹងគឺខ្ញុំជពាក់គេទេបើន័យថាសុំគេអញ្ចឹងណាដើម្បីយើងបើកហាងហ្នឹងយើងសុំគេជពាក់អញ្ចឹងណាដល់ពេលមួយខែខ្ញុំបើកហាងហ្នឹងបានមួយខែខ្ញុំរកចំណូលពីសោះពីការបរិញ្ញាបត្ររបស់ខ្ញុំពីការធ្វើកញ្ចក់ឲ្យភ្ញៀវរបស់ខ្ញុំពីការលក់កញ្ចក់បិទរបស់ខ្ញុំគឺខ្ញុំយកលុយបានមកឲ្យគេហើយក៏បន្តអាជីវកម្មខ្ញុំរហូតដល់បានខ្ញុំបើកហាង3ឆ្នាំហ្នឹងបើកហាងបាន2ហ្នឹងទៅ
ចឹងបានខ្ញុំថាអត់ខាតទេពេលដែលយើងយកលុយទៅបង់រៀនយើងមិនបាច់តថ្លៃទេព្រោះអីជំនាញវានាំឲ្យយើងរកលុយបានច្រើនជាងលុយដែលយើងយកទៅបង់នឹងទៀតឲ្យតែយើងប៉ិនប្រសពឲ្យតែយើងអត់ខ្ជិលឲ្យតែយើងតស៊ូឲ្យតែយើងអំណត់ជាមួយនឹងការងារឲ្យតែយើងផ្ចិតផ្ចង់ជាមួយនឹងការងារនឹងឲ្យតែយើងស្រឡាញ់ការងារនឹងព្រោះលទ្ធផលល្អខ្ញុំជឿថាអត់ក្បត់ការខិតខំប្រឹងប្រែងរបស់យើងរាល់គ្នាទេហើយក៏ចង់ផ្ដាំទៅបងមួយចំនួនដែរពេលដែលគាត់ចូលវិស័យរចនាកញ្ចក់ហ្នឹងកុំស្លន់ឆាប់ចង់បានលុយពេកយើងបង់លុយរៀនយើងចំណាយលុយរៀនត្រូវហើយប៉ុន្តែយើងកុំតន់ស្លន់ចង់បានលុយទាំងដុំមកដោយការបរៀនគេធូឬក៏ធ្វើឲ្យគេធូថ្លៃអញ្ចឹងណាតែយើងអត់គិតពីល្អិតល្អន់ពីអវ៉ាន់នាំចូលទិញថ្លៃយើងចំណាយកម្លាំងធ្វើយើងអង្គុយចុកចកេះចុកខ្នងរត់ម៉ោងគ្រាន់តែបានម៉ូតយើងត្រូវគិតពីកម្លាំងរបស់យើងត្រូវគិតពីចំណេះជំនាញយើងអញ្ចឹងយើងត្រូវខំប្រឹងលុតដំខ្លួនឯងយើងត្រូវខំប្រឹងរៀនខ្លួនឯងធ្វើម៉េចឲ្យត្រឹកដៃល្អយើងធ្វើចេញមកមួយដឹងមួយថ្លៃប៉ុន្តែលទ្ធផលទឹកដៃរបស់យើងក៏ល្អឲ្យភ្ញៀវពេញចិត្តនឹងគេចាយថ្លៃឲ្យមកលើយើងដែរអានឹងទៅថិតថេរអានឹងទៅបានយូរអង្វែងអានឹងទៅគេឈ្មោះយើងក្រអូបអានឹងទៅយើងបើកបានយូរយើងបើកហើយយើងអត់គិតថានឹងមានថ្ងៃទាញទ្វារបិទទេហើយយើងក៏រីកចម្រើនបានទៅយ៉ាងល្អដែរហើយចង់គេបើក10 20នាក់ចិត្តយើងក៏យើងនៅឈរជើងបានដែរអានឹងគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំខ្លាំងមែនតើសម្រាប់បងដែលគាត់នៅក្នុងវិស័យកញ្ចក់នឹងក៏ដោយវិស័យសាឡនក៏ដោយវិស័យផាត់មុខធ្វើសក់ក៏ដោយដែរសំខាន់ឲ្យតែយើងបកកាយអាប់ដេតខ្លួនឯងរហូតចឹងវីដេអូមានតែប៉ុណ្្នឹងតែអរគុណច្រើនបងសម្រាប់ចំណាយពេលវេលាមើលវីដេអូនេះរហូតដល់ចប់ទាំងអត់បាននិយាយពីកញ្ចក់សោះនិយាយតែពីរឿងផ្ទាល់ខ្លួនអរគុណច្រើនបងបាយបាយមានតែប៉ុណ្្នឹងទេ